សហរដ្ឋអាមេរិកបានសម្រេចផ្អាកការចរចាពាណិជ្ជកម្មទ្វេភាគីនឹងថៃចាប់ពីថ្ងៃទី15ខែវិច្ឆិកាឆ្នាំ2025នេះតទៅដរាបណាថៃមិនគោរពសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចប្រជុំនៅម៉ាឡេស៊ីស្តីពីបទចុះបាញ់កម្ពុជាថៃសេចក្តីប្រកាសព័ត៌មាននេះត្រូវបានបញ្ជាក់ទទួលស្គាល់ដោយក្រសួងការបរទេសថៃបន្ទាប់ពីអ្នកនាំពាក្យនៃក្រសួងនេះលោកនីកូដាច់បាឡាន់គូរ៉ាបានមានប្រសាសន៍ថាការសម្រេចនេះត្រូវបានទទួលបានក្រោយពីលោកនាយករដ្ឋមន្ត្រីប្រទេសមានជំនួបតាមទូរស័ព្ទជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំអ្នកនាំពាក្យរាជរដ្ឋាភិបាលថៃលោកស៊ីរ៉ាផុងអង្គការសាគូលគីតក៏បានមានប្រតិកម្មផងដែរថារាជរដ្ឋាភិបាលថៃកក់ចិត្តនឹងការសម្រេចចិត្តរបស់អាមេរិកនៅក្នុងការព្យួរការចរចាលើពន្ធបដិការទ្វេភាគីទាំងចាត់ទុកថាបញ្ហាសន្តិសុខជាមួយកម្ពុជាជារឿងកម្ពុជាថៃគឺរឿងដាច់ដライពីបញ្ហាពាណិជ្ជកម្មដែលជាអត្ថប្រយោជន៍ទៅវិញទៅមករវាងថៃនិងសហរដ្ឋអាមេរិកតាមរយៈក្រសួងពាណិជ្ជកម្មអាមេរិកបានសង្កត់ធ្ងន់ថាការចរចាអាចបន្តលុះត្រាតែក្រុងបាងកកគោរពយ៉ាងពេញលេញនៅសេចក្តីថ្លែងការណ៍រួមសន្តិភាពដែលបានចុះហត្ថលេខានៅក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានកាលពីថ្ងៃទី26ខែតុលាអ្នកនាំពាក្យរាជរដ្ឋាភិបាលថៃយ៉ាងណាមិញនោះបានលើកឡើងថារដ្ឋាភិបាលនៅតែផ្ដោតលើអត្ថប្រយោជន៍ជាតិជាធំហើយក៏រក្សាជំហរលើសន្តិសុខនិងអធិបតេយ្យភាពផងដែរដោយបើកការសហប្រតិបត្តិការរឹងមាំជាមួយនឹងសហរដ្ឋអាមេរិកលើបញ្ហានៃអត្ថប្រយោជន៍ទៅវិញទៅមកនៃការគ្រប់គ្រងសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍសេដ្ឋកិច្ចសូមជម្រាបថាលោកអានូធីនបានហែកចោលនៅសេចក្តីថ្លែងការណ៍រួម8ចំណុចគោលដៅសម្រាប់ភាពតានតឹងព្រំដែនកម្ពុជាថៃកាលពីថ្ងៃទី10ខែវិច្ឆិកាបន្ទាប់ពីលោកអះអាងថាទាហានថៃរងរបួសដោយសារផ្ទុះមីនហើយក្រោយតែពីប៉ុន្មានម៉ោងតែប៉ុណ្ណោះនៃការប្រកាសមិនអនុវត្តកិច្ចព្រមព្រៀងជាឯកតោភាគីលោកថែមទាំងប្រកាសក្តែងថាលោកមិនខ្វល់រឿងចរចាពន្ធគយឬពាណិជ្ជកម្មអ្វីនោះទេលោកថាបើមិនអាចលក់ទៅកាន់សហរដ្ឋអាមេរិកក៏អាចលក់ទៅកាន់ប្រទេសផ្សេងទៀតបានដែរហើយវិស័យឯកជននៅក្នុងស្រុកត្រូវតែសហប្រតិបត្តិការតាមជំហររបស់រាជរដ្ឋាភិបាលមេដឹកនាំថៃរូបនេះថែមទាំងនិយាយថាគេមិនអាចប្រគល់វាសនានៃប្រទេសមួយឲ្យទៅតែប្រទេសមួយបាននោះទេក្រោយពីថ្ងៃនៃការប្រកាសមិនគោរពសេចក្តីថ្លែងការណ៍រួមស្ថានភាពនៅព្រំដែនកម្ពុជាថៃបានឡើងកម្ដៅជាខ្លាំងដោយសារតែការឆ្មក់បាញ់សម្លាប់ប្រជាពលរដ្ឋកម្ពុជាពីសំណាក់ទាហានថៃមកដល់ភូមិប្រៃច័ន្ទឃុំអូជ្រៅខេត្តបន្ទាយមានជ័យដែលបានបណ្ដាលឲ្យប្រជាពលរដ្ឋខ្មែរមួយរូបបាត់បង់ជីវិតនៅកន្លែងកើតហេតុនិង3រូបរងរបួសនាយករដ្ឋមន្ត្រីកម្ពុជាបានថ្កោលទោសចំពោះសកម្មភាពរបស់ទាហានថៃនិងបានអំពាវនាវឲ្យអន្តរជាតិពិនិត្យសកម្មភាពនៃការមិនគោរពបទចុះបាញ់របស់ថៃព្រមទាំងស៊ើបអង្កេតឯករាជ្យលើករណីនេះជាបន្ទាន់ប្រធានបដូវវេនអាស៊ានលោកអាន់វ៉ាអ៊ីប្រាហ៊ីមដែលជាហត្ថលេខីនៃសេចក្តីថ្លែងការណ៍រួមផងដែរនោះបានហៅទូរស័ព្ទបន្ទាន់មកកាន់នាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតនិងនាយករដ្ឋមន្ត្រីថៃដោយសង្កត់លើការអនុវត្តឲ្យបានត្រឹមត្រូវនៃការព្រមព្រៀងនោះលោកអាងវ៉ាក៏បានរាយការណ៍ករណីនេះទៅកាន់លោកដូណាល់ត្រាំផងដែរក្រោយមកនៅថ្ងៃទី14ខែវិច្ឆិកាមានសេចក្តីរៀបរាប់ជាផ្លូវការពីរាជរដ្ឋាភិបាលទាំងពីរថានាយករដ្ឋមន្ត្រីកម្ពុជានិងនាយករដ្ឋមន្ត្រីថៃសុទ្ធតែទទួលបានទូរស័ព្ទដូចគ្នាពីមេដឹកនាំសហរដ្ឋអាមេរិកដើម្បីជជែកអំពីការវិវត្តសភាពការតាមបណ្ដោយព្រំដែនកម្ពុជាថៃគួរឲ្យដឹងថាលោកអានូធីនទើបតែមកពីអមដំណើរព្រះមហាក្សត្រថៃរាមាទី10ទៅទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនជាមួយនឹងការទទួលបានការបើកទៅកាន់ទីផ្សារចិននៅផលិតផលរបស់ថៃមួយចំនួននិងអនុស្សាវរណៈមួយចំនួនផ្សេងទៀតនៃវិស័យហេដ្ឋារចនាសម្ព័ន្ធនិងបច្ចេកវិទ្យានៅក្នុងឆ្នាំ2024ចិននិងថៃមានទំហំពាណិជ្ជកម្មទ្វេភាគីនឹងគ្នាដល់ទៅ$133,000 លានដែលដើរតួនាទីជាទីផ្សារធំបំផុតទី1របស់ថៃចំណែកថៃមានទំហំពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិកគិតនៅក្នុងឆ្នាំដដែលនោះគឺចំនួន$88,000 លានសហរដ្ឋអាមេរិកក៏សូមបញ្ជាក់ផងដែរថាសហរដ្ឋអាមេរិកបានបង្កើតឲ្យមានការចរចាពន្ធគយនឹងថៃដោយផ្ទាល់ក្រោយពីប្រទេសទាំងពីរទើបចុះហត្ថលេខាលើក្របខ័ណ្ឌកិច្ចព្រមព្រៀងពន្ធបដិការជាមួយនឹងគ្នាកាលពីថ្ងៃទី26ខែតុលាថ្ងៃនៃការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការពង្រីក